ឯកឧត្តមសុកលូអញ្ជើញកាន់កញ្ចប់វិញ្ញាសាជានិមិត្តរូបសម្រាប់ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ 2026 ឯកឧត្តមសុកលូអភិបាលខេត្តបាត់ដំបងនៅព្រឹកថ្ងៃទី10ខែសីហាឆ្នាំ 2026 បានអញ្ជើញកាន់កញ្ចប់វិញ្ញាសាជានិមិត្តរូបសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ 2026 នៅមណ្ឌលប្រឡងវិទ្យាល័យណេតយ៉ងស្ថិតនៅក្នុងខេត្តបាត់ដំបងមានប្រសាសន៍នៅក្នុងឱកាសនោះឯកឧត្តមសុកលូបានគូបញ្ជាក់ថាដើម្បីឲ្យការប្រឡងប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាពនិងមានសណ្ដាប់ធ្នាប់របៀបរៀបរយល្អរដ្ឋបាលខេត្តបានចាត់កងកម្លាំងនគរបាលនិងកងរាជអាវុធហត្ថការពារសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់ក្នុងដំណើរការប្រឡងទប់ស្កាត់កុំឲ្យមានការដំឡើងថ្លៃសេវាស្នាក់នៅនិងម្ហូបអាហារជួយសម្រួលរៀបចំទីកន្លែងស្នាក់នៅសម្រាប់បេក្ខជនមានជីវភាពខ្វះខាតសម្រួលការផ្ញើកង់ម៉ូតូរបស់បេក្ខជននៅតាមមណ្ឌលប្រឡងនីមួយៗដោយឥតគិតថ្លៃនិងរៀបចំក្រុមគ្រូពេទ្យប្រចាំកាំងឯកឧត្តមបង្ហាញការកត់សម្គាល់ថាក្រោមកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធធ្វើឲ្យការរៀបចំប្រឡងបាក់ឌុបកាន់តែរលូននិងល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំឯកឧត្តមអភិបាលខេត្តបានផ្ញើសារលើកទឹកចិត្តដល់បេក្ខជនទាំងអស់ត្រូវប្រមូលស្មារតីនិងចំណេះដឹងដែលបានខិតខំសិក្សាពេញមួយឆ្នាំកន្លងមកដើម្បីមកបំពេញនៅថ្ងៃប្រឡងរយៈពេល2ថ្ងៃនេះដើម្បីទទួលបានលទ្ធផលល្អឯកឧត្តមបង្ហាញពីក្តីរំពឹងដំណើរការប្រឡងបាក់ឌុបនៅក្នុងខេត្តបាត់ដំបងនឹងប្រព្រឹត្តទៅដោយរលូននិងមានអ្នកជាប់កើនឡើងច្រើនជាងឆ្នាំមុនសូមរំលឹកថាសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ 2026 នៅខេត្តបាត់ដំបងមានមណ្ឌលប្រឡងសរុបចំនួន14មណ្ឌលចែកចេញជា380បន្ទង់មានបេក្ខជនសរុប9ប៉ុណ្ណៀងការប្រឡងធ្វើឡើងដោយអនុវត្តតាមការណែនាំរបស់ក្រសួងអប់រំយុវជននិងកីឡាអ្នកចេះគឺជាប់ដោយឈលលើគោលការណ៍4សំខាន់គឺច្បាប់យុត្តិធម៌តម្លាភាពនិងលទ្ធផលដែលអាចទទួលយកបាន